ឥឡូវយើងមករៀន boot Windows អញ្ចឹងមុននឹង boot យើងត្រូវមាន flash boot ជា Windows សិនអញ្ចឹងនេះ flash boot Windows 10ណាអញ្ចឹងហើយយើងយកមកស៊ុបនៅក្នុង USB មក boot ដើម្បី boot តាម USB នេះព្រោះយើងបាន boot តាម CD-ROM ឬក៏នេះយើង boot តាម flash អញ្ចឹងទី1យើងស៊ុបចូលនៅក្នុង flash USB ហើយយើងបើកយើងចាប់ផ្ដើមវាយ F2 ដើម្បីដូរនៅ CMOS ណាដូរនៅ boot boot វាមាន2នេះអញ្ចឹងវាមានចូលកន្លែងទី3មកគឺ boot sequence ណានៅក្នុងហ្នឹងវាមាន2ប្រភេទគេហៅថា legacy ហើយនិង unify ណាអញ្ចឹងនៅក្នុងនេះយើង boot ជា legacy អញ្ចឹងដើម្បី boot legacy យើងដូរ USB flash នេះទៅខាងលើដើម្បីវាចាប់ boot auto ខាងលើណានេះបន្ទាប់មកយើងចុច apply អូខេហើយ exit ចុច F12 ណាដើម្បី boot គឺ F12 ជាប់មកបន្ទាប់មកវានឹងចេញបែបនេះអញ្ចឹងវាមាន2ប្រភេទដែលជា legacy នៅខាងលើទីយើងយក USB storage នឹងមកដែលជា flash របស់យើងអូខេចុច enter មកយើងវាឲ្យ press any key ណាបន្ទាប់ពី press any key ហើយយើងចាំវាមកសន្ទុះមកដើម្បីវាចេញផ្ទាំងមកបើយើងបន្តទៅខាងមុខទៀតណាវាបន្តមកយើងវានឹងចេញផ្ទាំង Windows ឲ្យយើងយកអាទី3នេះ keyboard នេះយើងយក international ណាអូខេទី3នេះយក international ចុច next មកហើយយកពាក្យថា install now ណាបន្ទាប់មកវានឹងចេញផ្ទាំងបែបនេះអញ្ចឹងយើង take accept មកហើយចុច next ណាតោះមកយើងយកអាក្រោមពីព្រោះលើវា install ទៅលើ Windows keep file នៅក្រោមគឺ install Windows only advanced យើងយកអាក្រោមមកហើយបន្ទាប់មកយើងចង់ delete ទាំងអស់យើង delete ទាំងអស់មកព្រោះយើងឈូសទាំងអស់អញ្ចឹងយើង delete ឲ្យអស់មកអូខេ delete នៅ drive របស់យើងអញ្ចឹង delete នៅសល់តែ drive មួយហើយយើងចុច new ដើម្បីបង្កើត drive ថ្មីអញ្ចឹងនៅក្នុងនេះយើងអត់បាច់ចាំបង្កើត drive ជា2បើយើងបង្កើត drive ជា2យើងបង្កើតមកតែបើយើងអត់ទេយើងឈូសប៉ុណ្្នឹងមកណាហើយបន្ទាប់មកចុច next ដូច្នេះវានឹងដើររហូតដល់ចប់នៅការ install ឡើង Windows យើងរងចាំរហូតដល់ចប់ទៅ install ចាប់ពីទី1ទី2ទី3ទី4នឹងចប់ទៅ
okay វា complete ចិត្តអស់ហើយចិត្តរួចហើយនៅពេលដែល complete រួចយើង restart ណានៅពេលដែល restart រួចយើងពេល restart រួចយើងចុច F2 ទៀតដើម្បីដូរវិញណាដូរនៅ flash boot របស់យើងពីព្រោះមិញយើង change flash boot ឲ្យនៅខាងលើណាបើមិនចឹងទេវាត្រឡប់មកវិញអញ្ចឹងយើង change flash boot នេះណា change flash boot នៅខាងនេះនឹងឲ្យវាទៅក្រោមគេណានេះយើង change វាទៅក្រោមគេមកហើយយក drive នេះ disk drive អញ្ចឹងមានន័យថា hard disk របស់យើងឲ្យវានៅខាងលើដើម្បីនៅពេលដែលយើងបើកកុំព្យូទ័រវាចាប់យក hard disk ហ្នឹងអញ្ចឹងយើង apply ហើយយើងចុច default របស់វាក៏បានឲ្យវាចាប់មកអញ្ចឹងរហូតមក apply ហើយចុច default មកក៏បានដែរហើយអូខេហើយបន្ទាប់មកយើង exit វាមកឲ្យវាដំណើរការទៅបន្តទៀតបន្ទាប់ពី install Windows ហើយចឹងនេះវាចេញផ្ទាំង Windows មកបន្តទៅវានឹង get start service ណាវា install នៅ service មួយចំនួនពាក់ព័ន្ធជាមួយនឹង Windows ហ្នឹងអូខេបន្ទាប់មកនឹងចេញផ្ទាំងបែបនេះដើម្បីយើង add យកភាសាណាអញ្ចឹងយើងចុច next មកឲ្យចុច yes មក yes ទៀតមកបើមកយើងថែម add keyboard អញ្ចឹងយើងដាក់ add keyboard Unicode យើងមកបើយើងអត់យកទេយើង skip មកចាំ install ក្រោយក៏បានដែរ add ក្រោយក៏បានដែរឥឡូវយើង add ចុះជាងទាញយកមកក្រោមអូខេនេះខ្មែរ Cambodia នេះយើង add អានឹងមកហើយចុច next បន្ទាប់មកយកខ្មែរនីដាណាពួកខ្មែរនីដាវាគ្រប់ដៃគ្រប់ជើងបាទខ្មែរនេះជួនកាលខ្វះយើងយកខ្មែរនីដាមកហើយ add layout អូ
ok នៅកន្លែងនេះយើងយក personal មកខាងលើហើយ next តមកទៀតយើងយក offline ណា offline នេះមកមិនបាច់ចាំឲ្យនេះទេអូខេហើយយក limit expire ក៏បានដែរបន្ទាប់មកយើងនឹងដាក់ឈ្មោះកុំព្យូទ័ររបស់យើង username របស់កុំព្យូទ័រយើងហ្នឹងបន្ទាប់ពីដាក់ឈ្មោះហើយយើងnext ទៀតទៅនេះ password យើងមិនបាច់ចាំដាក់ទេបើយើងចង់ដាក់ក៏ដាក់ទៅឬក៏យើងមិនបាច់ចាំដាក់ទេនៅពេលដែលរួចហើយចាំយើងដាក់ក្រោយក៏បានដែរណាចឹងកន្លែងនេះយើង not now ក៏បានដែរណាបាច់ចាំឲ្យវានេះទេហើយទាំងអស់នេះយើងអត់ចង់បាច់ចាំឲ្យវាយកនៅនេះដូចជា location ឬក៏នេះអីយើងបិទវាទាំងអស់មកណាអូខេមិនបាច់ចាំឲ្យវា update អីទេយើង accept តបយើង skip មកហើយយើងបាច់ឲ្យវានេះក៏បានដែរយើង not now មកអូខេនេះរួចហើយយើងបាន window មួយហើយអញ្ចឹងយើងសូននៅលើ desktop យើងមកស្ដាំយើងចុចមកស្ដាំមកហើយយើងយក personal ហើយយក team មកហើយតមកយើង scroll យកកន្លែង icon នេះ desktop icon មកយើង take យកទាំងអស់ទៅដើម្បីសូននៅលើ desktop apply អូខេនេះយើងបាន window មួយហើយតែអត់ទាន់មានកម្មវិធីអីទេ Microsoft Office ក៏អត់ទាន់មានដែរយើងវាទៅឡើងទៅ Windows ហើយមាន Explorer របស់វាចឹងទៅណាបន្តមកទៀតយើងត្រូវទៅមើល try ព្រោះកុំព្យូទ័រកាលណាយើងទៅឡើងដំបូងជួនកាលវាអត់ទាន់មាន try ទេកុំព្យូទ័រសម័យមុនគឺពួក HP អីទៅយើង down try ដល់អីមកណាតែឥឡូវយើងអាច update ទាញមកបានអូតូជាមួយនឹង Windows ខ្ពស់នេះ Windows 10 នេះក៏អាចទាញមកបានដែរឥឡូវយើងទៅមើល try ខ្វះ try អីយើងនឹងទាញនៅ try នឹងមកឲ្យវា update ឲ្យ full 100% ទៅដូចជា VGA អីជាដើមណាឬក៏ network controller អីហ្នឹងនេះវាចូលនៅក្នុង manage ហើយយើងចូលកន្លែង device manage ណា device manager នេះមកthìយើងនឹងឃើញនៅទាំងសូនៅ device របស់វាតើខ្វះនៅ try ខ្លះនេះ PCI simple ណាអានឹងក៏ខ្វះដែរហើយនេះ SM plus អីនេះហើយនឹង VGA អីនេះណាអញ្ចឹងយើងចុចលើវាមកស្ដាំយកពាក្យថា update មកហើយយកខាងលើអូតូមកតាមទៀតយើងយក research update នេះtry ណាអញ្ចឹងវានឹង research អូតូនៅពេលដែលយើងមានអ៊ីនធឺណិតអញ្ចឹងយើងត្រូវភ្ជាប់អ៊ីនធឺណិតដើម្បីទាញនៅរាល់
រាល់ drive ទាំងអស់ណាចុចคลิกមកបន្ទាប់មកវានឹងចេញ download drive បែបនេះយើងចូល view optional update មកដើម្បីឲ្យយើងនេះ drive ណា update drive មួយចំនួនយើង take យក drive ទាំងអស់មក take យក drive ទាំងអស់ហ្នឹងមកហើយ download and install ណាយើង take ទៅយើង download វាមកវានឹង down មកដើម្បីឲ្យ drive របស់វា full អស់យើងប្រើប្រាស់វាបានល្អណាស់ drive នេះយើងប្រើខ្វះដូច VGA នេះវាចេញព្រាលអត់សូវច្បាស់ហើយយើង down មកdown ចឹងនៅពេលដែល full ចប់មកយើងបិទ Windows Update ទៅដើម្បីកុំឲ្យវា update នៅពេលដែលយើងបើកអេក្រង់មកវាជាប់ update យូរណាក្របបានបើកចូលដល់ Windows បន្ទាប់ដែលវា full គ្រប់ 100% មកយើងចុច restart ដើម្បី restart Windows ឲ្យវា support មកស្គាល់ចឹង file ខ្លះបាន 100% ខ្លះអត់ទាន់បាន drive ខ្លះអត់ទាន់បាន 100% យើងចាំសិនទៅដើម្បីគ្រប់ 100% យើងចុច